chất mà nút nâng ca bật biến phía một khía đại chỉ ca bật rồi khai pre hạt tết smile khai co mà nút khai ọt lôi sẽ đây sẽ lánh khai cá chui chập về mà nút slow trong miền mà nút bọc ra khỏi tràn về nẹt miềnประโยชน์miền kia một rong nẹt khỏi tràn nơi về đại nẹt ọtประโยชน์miền kia chạ tranh vì nẹt khỏi tràn ní chỉ ca bật cổng xạ là bong chất mà nút quạt đằng thưa ai nẹt ọt sừng khẩm miền rương khla nẹt cònแต่ดังtới ban hơi mình chăm ban để dễ tràn miền mà nút khla cònแต่ scroll tới ban hơi cổng chăm bắt cho mất phiếp ở si chấm rừ nẹt na lọ nẹt naเคราะห์ក្នុងចិត្តអ្នកដឹងទៅបានហើយនៅលើលោកនេះមានរបស់ពីរយ៉ាងមិនអាចមើលឃើញត្រង់ទី1គឺព្រះអាទិត្យទី2គឺចិត្តមនុស្សអ្នកខាងមុខឈឺភ្នែកអ្នកខាងក្រោយឈឺចិត្តសត្វដែលគ្រោះថ្នាក់បំផុតគឺជាអ្វីតើអ្នកដឹងទេសត្វដែលគ្រោះថ្នាក់បំផុតក្នុងលោកគឺមិត្តខ្លែងខ្លាយដែលនៅក្បែរខ្លួនអ្នកបំផុតមនុស្សអាក្រក់មិនខ្លាចទេអ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺមនុស្សដែលមានគម្រោងការជ្រៅនិងសម្ដែងធ្វើជាមនុស្សល្អភាពស្មោះត្រង់មិនពិតប្រាកដគឺគួរឲ្យខ្លាចជាងអរិយទៅទៀតចែករំលែកឲ្យអ្នកនៅ6ចំណុចខាងក្រោមនេះដើម្បីឲ្យអ្នកស្គាល់ច្បាស់ថាជាមិត្តចំណេញឬមិត្តខាត1សុខចិត្តសំពះខុសព្រះកុំតាមខុសមនុស្សលេងបៀត្រូវឈ្នះមួយដៃតាមមនុស្សត្រូវឈ្នះមួយជាតិនៅជាមួយមនុស្សវិជ្ជមានអ្នកនឹងមិនធ្លាក់ទឹកចិត្តទេដើរជាមួយអ្នកប្រាជ្ញអ្នកនឹងមានលទ្ធផលខុសគ្នាដើរជាមួយមនុស្សខ្ពង់ខ្ពស់ប្រកាសជាឡើងដល់កំពូល2នៅក្នុងចំណោមមនុស្សអ្នកដែលធ្វើចរិតល្អជាងគេជាទូទៅគឺគួរឲ្យខ្លាចបំផុតហើយអ្នកដែលស្ងប់ស្ងាត់ជាងគេជាទូទៅគឺមានឫទ្ធិអំណាចបំផុត3អ្នកយកចិត្តទុកដាក់ក្នុងការសង្កេតបន្តិចមនុស្សដែលមានចំណេះដឹងខ្ពស់នៅក្បែរអ្នកពួកគេមានចំណុចពិសេសរួមគ្នាមួយគឺគេគិតថារឿងនេះវាមិនមែនជារឿងរបស់ពួកគេទេឲ្យតែអ្នកមិនសួរពួកគេទោះបីជាគេដឹងច្បាស់ថាវាជារឿងមិនអាចទៅរួចក៏ដោយគេនឹងមិនរំលឹកដាស់តឿនអ្នកឡើយមិនចង្អុលបង្ហាញទេបើសិនជាគ្មានការស្នើសុំហើយអាកប្បកិរិយាដែលមាន EQ ទាបបំផុតគឺនិយាយហេតុផលមិនចេះចប់មនុស្សឆ្លាតជ្រើសរើសការមិនអើពើមនុស្សល្ងីល្ងើចង្អុលដាក់រឿងប៉ុនភ្នំ4មិត្តចំណេញមាន3កម្រិតសុចរិតភាពស្មោះត្រង់មានចំណេះដឹងបើកចំហចិត្តគំនិតយកការងារដាក់លើតុធ្វើដោយស្មោះត្រង់និយាយស្ដីគោរពពាក្យសន្យាចេះជួយគិតគូរចំពោះមិត្តភក្តិ5មិត្តខាតមាន3អាក្រក់ធ្វើស៊ីប្រសពនិយាយអាត្មានិយមគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនគិតពីការអភិវឌ្ឍរបស់មិត្តភក្តិដើម្បីចំណេញពីលើមិត្តភក្តិជាទូទៅគេគឺប្រសពនិយាយណាស់គិតរកវិធីសាស្ត្រដើម្បីយកផលចំណេញពីដៃគូមកខាងទៀតដូច្នេះត្រូវជ្រើសរើសរាប់អានមនុស្សល្អស្លូតត្រង់ជ្រើសរើសរាប់អានសុភាពបុរស6ចងចាំកុំនិយាយនៅ6ចំណុចនេះជីវិតអ្នកនឹងកាត់បន្ថយនៅបញ្ហាជាច្រើននៅពីមុខកុំនិយាយឌឺដងនៅក្រោយខ្នងកុំនិយាយអាក្រក់ប្រស្រ័យតាក់ទងកុំនិយាយត្រង់ឆ្លោះគ្នាកុំនិយាយពាក្យឃុខើជួបមនុស្សកុំនិយាយត្អូញត្អែមានលុយកុំនិយាយពាក្យខាតបង់ចងចាំថាសត្រូវខ្លាយជាមិត្តប្រហែលជាអាចនឹងពឹងពាក់បានជាងមិត្តភក្តិតែបើមិត្តខ្លាយជាសត្រូវវិញនោះប្រកាសជាគួរឲ្យខ្លាចជាងសត្រូវទៅទៀតដូច្នេះហើយពេលបង្កើតមិត្តភក្តិត្រូវប្រយ័ត្នប្រយែងតាមដែលអាចធ្វើទៅបាននៅពេលដែលកណ្ដុរហ៊ានចំអកឲ្យឆ្មានៅជុំវិញខ្លួនវាត្រូវតែមានរន្ធមួយនៅពេលដែលមនុស្សម្នាក់សុកស្រាប់តែមិនរវល់នឹងអ្នកនៅជុំវិញខ្លួនគេត្រូវតែមានឆ្កែមួយ